ឥទ្ធិពលនៃឥរិយាបថ TTN Insight សូមជូនខ្លឹមសារវិចារណកថាមនុស្សសាមញ្ញសូត្រតែទ្រឹស្ដីរហូតចាំស្ទាត់មនុស្សខ្ចាត់ព្រាត់ចង់បានតែពុំចេះប្រឹងប្រែងយុវជនខ្លាំងប្រឹងប្រែងពុំនិយាយស្ដីច្រើនពេកទេព្រោះគេនឹងបង្ហាញតាមរយៈលទ្ធផលជំនួសវិញលទ្ធផលគឺបង្ហាញអំពីបុគ្គលិកលក្ខណៈចំណែកចរិតលក្ខណៈរបស់បុគ្គលដោះពន្លកចេញអំពីចិត្តគំនិតទ្រឹស្ដីបរទេសនិយមជាច្រើនឲ្យតម្លៃទៅលើឥរិយាបថបែបវិជ្ជមានព្រោះថាកាលណាយើងមានឥរិយាបថល្អយើងប្រកាសជាមានឥទ្ធិពលទៅលើក្រសែភ្នែកអ្នកដទៃឥរិយាបថល្អយើងប្រកាសជាមានគំរូល្អហើយអ្នកដែលអាចផ្សាយគំរូល្អទៅកាន់មនុស្សជំនាន់ក្រោយបាននោះគឺជាមេដឹកនាំគេនិយាយថាគ្មានប្រវត្តិសាស្ត្រច្រាំដែលនោះទេមានតែទង្វើច្រាំដែលអ្នកដែលប្រព្រឹត្តភាពច្រាំដែលអ្នកនោះក៏ពុំខុសអ្វីពីមេដឹកនាំដែរដូច្នេះបានជាគេឲ្យតម្លៃទៅលើយុវជនថ្ងៃនេះក្នុងការសម្រួចក្រសែភ្នែកដើម្បីសម្លឹងមើលមេដឹកនាំនៅថ្ងៃស្អែកអ្នកស្រី Kristen Swiftland ម្ចាស់ជើងឯកពិភពលោកផ្នែកម៉ារ៉ាតុងពោលថាសមត្ថភាពពីធម្មជាតិគឺមានសារៈសំខាន់ពិតមែនក៏ប៉ុន្តែយើងអាចទៅឆ្ងាយដោយគ្មានវាប្រសិនបើយើងផ្ដោតអារម្មណ៍ជំរុញគោលបំណងរបស់ខ្លួនឯងនិងក្តាប់ឥរិយាបថបែបវិជ្ជមានឲ្យតឹងនឹងដៃនេះមានន័យថាសមត្ថភាពគឺនៅចាញ់ឥរិយាបថភាពខ្លាំងរបស់បុគ្គលម្នាក់ពុំមែនដោយសារតែសមត្ថភាពដែលមានពីកំណើតទាំងស្រុងឡើយក៏ប៉ុន្តែទទួលបានពីការលុតដំខ្លួនក្នុងអំឡុងពេលដែលនៅមានដង្ហើមជីវិតនេះពុំអន់ពេកនោះទេហើយក៏មិនអស់ចាពេកដែរតែរឿងថោកទាបនិងរឿងថ្លៃថ្នូរយើងគឺជាអ្នកគោះវាសដោយខ្លួនឯងហើយថ្លៃនឹងថោកគឺឥរិយាបថជាអ្នកកំណត់ពុំមែនត្រឹមពាក្យសម្ដីនោះទេសៀវភៅស្រីហេតបតេត្រង់វគ្គបំបែកមិត្តបានអប់រំថានរជនមានប្រាជ្ញានិងមានសេចក្តីប្រព្រឹត្តម៉ឺងម៉ាត់សំបីជនដតីមើលងាយថាមិនបានជាការអ្វីនោះក៏បុគ្គលមិនគប្បីមន្ទិលសង្ស័យថាវិនាសសាបសូន្យឡើយឃ្លាខាងលើនេះចង់មានន័យថាមេដឹកនាំគឺជាមនុស្សដែលមានអំណាចហើយអំណាចដែលខ្លាំងបំផុតគឺអំណាចនៃឥរិយាបថបើជាយុវជនគឺរៀនទប់ចរិតយុវជនដែលមានចំណេះដឹងតែខ្សោយឥរិយាបថចំណេះដឹងនោះពុំអាចដើរបានវែងឆ្ងាយនោះទេគេថាមនុស្សដែលមានចិត្តអំណត់ប្រកាសជាមានសេចក្តីប្រឹងប្រែងហើយចំណែកមនុស្សដែលចេះត្រឹមតែប្រឹងដោយពុំបានគិតពិចារណាឲ្យវែងឆ្ងាយពេលខ្លះក៏ពុំអាចក្លាយជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមជាតិទៅថ្ងៃមុខដូចគ្នាត្រីដែលខំប្រឹងហែលនៅលើគោកទោះបីខំប្រឹងហែលឆ្លងបែបណាក៏ពិបាកជាងត្រីដែលប្រឹងហែលនៅក្នុងទឹកទោះបីជាមានចំណេះដឹងខ្ពស់កម្រិតណាឲ្យតែគ្មានឥរិយាបថល្អចំណេះដឹងទាំងនោះអាចคล้ายជាដំរេះជីកកឯងនាថ្ងៃណាមួយវិចារណកថាដកស្រង់ពីសៀវភៅតម្រាទស្សនៈយុវជនភាពជាអ្នកដឹកនាំអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today